មកដឹងអំពីអត្តចរិតរបស់មនុស្សស្រីឆ្នាំជូតដោយសារតែការពីវីដេអូមុននោះខ្ញុំបានចេញអំពីអត្តចរិតរបស់មនុស្សស្រីឆ្នាំឆ្លូវហើយក៏មានការគាំទ្រគួរសមដែរនៅក្នុងនោះក៏មានបងស្រីម្នាក់គាត់ខមមិនសូមឲ្យខ្ញុំចេញអំពីអត្តចរិតរបស់មនុស្សស្រីឆ្នាំជូតនៅវីដេអូក្រោយដូចនេះវីដេអូនេះក៏ធ្វើទៅតាមសំណុំពររបស់គាត់ជម្រាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងនិយាយអំពីចរិតលក្ខណៈទូទៅរបស់មនុស្សស្រីដែលកើតនៅក្នុងឆ្នាំជូតចំណុចខ្លាំងនិងចំណុចខ្សោយរបស់គាត់ចរិតលក្ខណៈទូទៅរបស់មនុស្សស្រីនៅក្នុងឆ្នាំជូតគឺគាត់ជាមនុស្សដែលសុទ្ធតែនិយមរីករាយឧស្សាហ៍ព្យាយាមសន្សំសំចៃនិងមានភាពបត់បែនខ្ពស់និងមានប្រជាប្រិយភាពនៅក្នុងចំណោមមនុស្សពួកគេក៏ស្អាតស្អំចេះច្រើនយ៉ាងឆ្លាតវៃមានភាពច្នៃប្រឌិតនិងជាស្ត្រីដែលផ្ដោតទៅលើគ្រួសារដែលបុរសគ្រប់រូបចង់រៀបការជាមួយនៅក្នុងជីវិតស្ត្រីឆ្នាំជូតច្រើនតែធ្វើអ្នកដទៃចាប់អារម្មណ៍ជាមួយនឹងអាកប្បកិរិយាសន្សំសំចៃហួសហេតុពួកគេមានការបែងចែកការទិញទំនិញនិងអាហារជាច្រើនផ្នែកនិងខិតខំកាត់បន្ថយការចំណាយនៅក្នុងគ្រួសារទោះជាយ៉ាងណាប្រសិនបើគ្រួសារត្រូវការលុយពួកគេនឹងចំណាយដោយមិនសំចៃដោយនឹងមិនស្ទាក់ស្ទើរឡើយភាពខ្លាំងក៏ដូចជាគុណសម្បត្តិរបស់ស្ត្រីឆ្នាំជូតគឺម៉ត់ចត់និងយកចិត្តទុកដាក់ពួកគាត់គឺមានចរិតលក្ខណៈលេចធ្លោបំផុតដោយសារតែគាត់មានភាពម៉ត់ចត់ហើយនឹងដឹងអំពីការផ្លាស់ប្ដូរអារម្មណ៍និងចំណូលចិត្តផ្ទាល់ខ្លួនរបស់មនុស្សជុំវិញខ្លួនពេលខ្លះព័ត៌មានលម្អិតតូចមួយអាចប្រាប់ពីរឿងរ៉ាវជាច្រើននិងផ្លាស់ប្ដូរការយល់ឃើញរបស់អ្នកចំពោះនរណាម្នាក់មនុស្សស្រីឆ្នាំជូតមានចិត្តល្អព្រោះពួកគេច្រើនតែចាប់ផ្ដើមពីព័ត៌មានលម្អិតតូចបានន័យថាគេជាមនុស្សដែលធ្វើការវិភាគពីគ្រប់រឿងរ៉ាវនិងចំណុចទាំងអស់មិនធ្វើការវិភាគឬក៏វិនិច្ឆ័យអ្វីដោយលឿននិងផ្អែកទៅលើការសន្និដ្ឋានតែមួយផ្នែកនោះទេចំណុចល្អមួយទៀតនោះគឺគាត់ឧស្សាហ៍ព្យាយាមនិងសន្សំសំចៃពួកគេមានការប្រែប្រួលចំពោះលុយនិងពួកការគ្រប់គ្រងហិរញ្ញវត្ថុណាស់ស្ត្រីឆ្នាំជូតនេះពួកគេចូលចិត្តសន្សំសំចៃនៅក្នុងការគ្រប់គ្រងគ្រួសារពួកគេឆ្លាតវៃនិងមានភាពច្នៃប្រឌិតហើយអាចរៀបចំគ្រួសារបានយ៉ាងល្អឥតខ្ចោះដោយភាពឧស្សាហ៍និងសន្សំសំចៃដែលធ្វើឲ្យពួកគេក្លាយជាដៃគូដ៏ល្អបំផុតនិងមនុស្សប្រុសចង់បានចំណុចល្អមួយទៀតនោះគឺពួកគាត់ឧស្សាហ៍ធ្វើការនិងសុទ្ធិនិយមស្ត្រីឆ្នាំជូតធ្វើការនិងមានភាពសុទ្ធិនិយមទាំងនៅផ្ទះនិងកន្លែងធ្វើការទោះបីជាពួកគេរៀបការក៏ដោយពួកគេនៅតែបន្តធ្វើការដោយភាពធ្ងន់ធ្ងរនិងទទួលខុសត្រូវហើយអាចទទួលបាននូវការជឿទុកចិត្តពីមនុស្សជុំវិញខ្លួននៅកន្លែងធ្វើការនិងវាតម្លៃខ្ពស់ពីចៅហ្វាយនាយម្យ៉ាងវិញទៀតពួកគេពូកែគ្រប់គ្រងគ្រួសារនិងបង្កើតបរិយាកាសកក់ក្ដៅសម្រាប់គ្រួសារពួកគេចំណុចល្អចុងក្រោយនោះគឺពួកគាត់ពូកែបត់បែននិងមានភាពសមរម្យនេះជាគុណសម្បត្តិមួយដ៏លេចធ្លោគឺភាពបត់បែននិងភាពសមរម្យរបស់ពួកគេគឺរហ័សសម្របខ្លួនបានល្អដែលធ្វើឲ្យពួកគេអាចសម្របខ្លួនបានយ៉ាងងាយលើសពីនេះទៅទៀតពួកគេពូកែស្ដាប់យោបល់អ្នកដទៃជ្រើសរើសយកអ្វីដែលសំខាន់មើលឃើញចំណុចខ្វះខាតរបស់ខ្លួនតាមរយៈការផ្ដល់យោបល់របស់អ្នកដទៃនិងពូកែប្រែប្រួលបន្ទាប់មកខ្ញុំសូមនិយាយអំពីគុណវិបត្តិក៏ដូចជាចំណុចខ្សោយរបស់ស្ត្រីឆ្នាំជូតទីមួយនោះគឺឆាប់ខឹងស្ត្រីឆ្នាំជូតឆាប់ខឹងនិងអន្ទះសារនៅពេលដែលមានអ្វីកើតឡើងពួកគេច្រើនតែធ្វើសកម្មភាពដោយអន្ទះសារហើយពិបាកគិតឲ្យសព្វស្ងាត់ណាស់ឬថ្លឹងថ្លែងគុណសម្បត្តិនិងគុណវិបត្តិដោយសមហេតុផលដែលធ្វើឲ្យអ្នកដទៃគិតថាពួកគេឆាប់ខឹងហើយមួម៉ៅនិងអន្ទះសារច្រើនចំណុចខ្សោយទី2នោះគឺនិយាយច្រើនមនុស្សស្រីឆ្នាំជូតនិយាយច្រើននៅក្នុងជីវិតប្រចាំថ្ងៃអ្នកមិនចាំបាច់បារម្ភពីការខ្វះប្រធានបទនៅពេលដែលនិយាយជាមួយនឹងពួកគាត់ទេគឺស្ត្រីឆ្នាំជូតនឹងជជែកជាមួយអ្នកលើប្រធានបទមួយហើយមួយទៀតបន្តទៀតជាការពិតណាស់ពេលខ្លះអ្នកនឹងឃើញថាពួកគេនិយាយច្រើនហួសហេតុសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំសង្ឃឹមថាវាជាប្រយោជន៍ទៅដល់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាក៏ចូលចិត្តសូមខមមិនខាងក្រោមបើសិនជាទាំងអស់គ្នាមានឆ្នាំណាមួយដែលចង់ដឹងហើយក៏សូមជួយ Subscribe ឲ្យខ្ញុំម្នាក់មួយផងបើសិនជាចូលចិត្តអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ